សួស្តីគឺយើងសម្រាប់វីដេអូនេះគឺខ្ញុំនិយាយពីការរបៀបធ្វើ reaction បាទអញ្ចឹង reaction គឺយើងត្រូវតែស្គាល់តកនេះតែពីចំណុចទេអញ្ចឹងមានន័យថាទីតាំងម៉ាស៊ីនរបស់យើងគឺយើងឈរនៅលើទីតាំងណាក៏បានដែរឲ្យតែយើងមើលទៅឃើញករណីទី1ហើយនិងករណីទី2ដែលយើងធ្វើជា reference របស់យើងបាទអញ្ចឹងសម្រាប់ការធ្វើ reaction នេះក៏វាមិនខុសពីធ្វើ website ដែរបាទបើសិនបើយើងមិនធ្វើតាមបែបនេះទេគឺយើងមិនអាចធ្វើកិច្ចការតបានទៅតាមការងាររបស់យើងបានទេបាទបើសិនបើយើងទៅ website ទៅ Azimuth បាទក៏នៅសមត្ថរបស់យើងអាចយកតំណែងបានដូចគ្នាដែរដូចខ្ញុំបានបញ្ជាក់ពីវីដេអូមុនអញ្ចឹងប៉ុន្តែក៏តំណែងដែលយើងយកក្រោយនោះគឺវាអត់នៅចិត្តគ្នាទេបាទដោយសារវាខុសករណីគ្នាអញ្ចឹងយើងត្រូវការយកករណីពីរធ្វើជា reference ដើម្បីធ្វើការងាររបស់យើងតអញ្ចឹងមានន័យថាការងារដែលយើងធ្វើតនោះគឺយើងនឹងធ្វើមកគឺវានៅតំណែងដែលយើងយកមកគឺវានៅជាក់ស្ដែងតំណែងដែលយើងបានយកតែម្ដងបាទអូខេហើយសម្រាប់យើងនឹងធ្វើ test សម្រាប់នៅជាក់ស្ដែងនៅពេលដែលយើងមើលវីដេអូហើយយើងអាចធ្វើ test បានជាមួយនឹងខ្ញុំបាទអញ្ចឹងដើម្បីចូលទៅធ្វើ revision យើងចុចទៅនេះគឺជាទំព័រដំបូងសម្រាប់ម៉ាស៊ីន Total Station របស់យើងបាទអញ្ចឹងនៅពេលដែលយើងចង់ចូលទៅ revision យើង escape មួយមកបាទចុចទៅ escape បាទអញ្ចឹងវានៅតចំណុចនេះគឺ P1 បាទអញ្ចឹង P1 នេះយើងចូលទៅពាក្យ coordinate បាទ coordinate បាទបន្តមកទៀតយើងចូលទៅ OCC orient បាទ OCC orient យើង enter មកបាទបន្តមកទៀតយើងយកទៅលើពាក្យ revision បាទ F4 revision បាទអញ្ចឹងយើង revision ទៅ coordinate បាទ NZ បាទហើយយើង enter មក enter បាទអញ្ចឹងនៅនេះវាសួរយើងថា revision ទី1របស់យើង revision ទៅចំណុចណាបាទអញ្ចឹងយើងដូចខ្ញុំបានបញ្ជាក់អញ្ចឹងម៉ាស៊ីន Total វាត្រូវការស្គាល់ករណី2ចំណុចបាទអញ្ចឹងខ្ញុំ revision ទៅ BM ទី1របស់ខ្ញុំបាទអញ្ចឹងនៅពេលនោះគឺខ្ញុំតម្រង់ម៉ាស៊ីនរបស់ខ្ញុំក្នុងម៉ាស៊ីនរបស់ខ្ញុំទៅចំណុចទីចំណុច BM ទី1របស់ខ្ញុំបាទនៅពេលដែលបានចំចំណុចហើយខ្ញុំចុច F4 miss បាទនេះគឺជា BM ទី1របស់ខ្ញុំដែលខ្ញុំបាញ់ទៅហើយបន្តនេះជា OK yes F4 បាទនៅត្រង់ចំណុចនេះគឺយើងស្គូឡើងទៅលើមួយវានឹងឲ្យកអរណីរបស់យើងមិនមែនឲ្យកយើងនឹងបញ្ចូលកអរណីក្នុងករណីកអរណីនៅត្រង់ចំណុច BM1 យើងអត់មានបាទបើសិនជាយើងអត់មានគឺយើងបញ្ចូលមកប៉ុន្តែបើសិនជាយើងមាននៅក្នុងម៉ាស៊ីនស្រាប់យើងចុចពាក្យនេះ load ដោយសារ BM ទី1របស់ខ្ញុំគឺខ្ញុំបាញ់នៅកអរណីទី1បាទកអរណីចំណុចលេខ2បាទខ្ញុំចុចយកលេខ2មកខ្ញុំ enter មកបាទ enter បាទបន្តមកទៀតខ្ញុំចុច next បាទចុច next បាទអញ្ចឹងពេលខ្ញុំចុច next ហ្នឹងកន្លែងនេះវា revision នេះវាសួរចំណុចទី2បាទចំណុចទី2យើងនៅចំណុចណាអញ្ចឹងចំណុចទី2នេះគឺខ្ញុំតម្រង់ប្រវល់ម៉ាស៊ីនរបស់ខ្ញុំតម្រង់ទៅ BM ទី2របស់ខ្ញុំបាទនៅពេលតម្រង់ចំហើយគឺខ្ញុំបាញ់ទៅចំចំណុចទី2ទៅវានឹងឲ្យតំណែងគ្នាដែរបាទនៅពេលដែលខ្ញុំបានតម្រង់ទៅ station coordinate ទី2របស់ខ្ញុំរួចហើយគឺខ្ញុំចុចទៅ F4 miss បាទចុចទៅ miss បាទបន្តមកទៀតយើងចុចយក yes នៅពេលដែលយើងគិតថាយើងបាញ់ចំចំណុចល្អត្រឹមត្រូវចុច yes បន្តមកទៀតនៅក្នុងនេះក៏វាឲ្យយើងបញ្ចូល coordinate ដែរបាទអញ្ចឹងមានន័យថាយើងនៅចំចំណុចនេះគឺយើងបញ្ចូល en ទៅដោយសារយើងធ្វើជា coordinate បាទអញ្ចឹងបើសិនជាយើងអត់មានយើងបញ្ចូលទៅប៉ុន្តែបើសិនជាមានក្នុងម៉ាស៊ីនយើងចុច S1 load អញ្ចឹងយើងចូលនេះករណីទី3របស់យើងបាទហើយ enter ទៅករណីទី3របស់ខ្ញុំគឺ BM ទី2បាទបន្ទាប់ពីយើងចុចបានប៉ុណ្ណឹងហើយគឺយើងយកហើយយើងយកពាក្យអីគេ calculate បាទ calculation F4 បាទអញ្ចឹងវានឹង calculate ឲ្យយើងអញ្ចឹងមាន en អញ្ចឹងមាន e យើងខដល់ 25 មីលីម៉ែត្រ n គឺយើងខុស 8 មីលីម៉ែត្រអញ្ចឹងនៅពេលដែលយើងធ្វើ revision នេះគឺយកល្អបំផុតគឺកតុយចុងក្រោយនេះបាទត្រូវតែតូចជាង 5 មីលីម៉ែត្រមកគឺជាការល្អសម្រាប់យើងប៉ុន្តែនៅក្នុងនេះដោយសារវាអាចនឹងខុសដោយសារអីគេដោយសារខ្ញុំតម្លើងម៉ាស៊ីននៅលើតុអញ្ចឹងគឺវាអាចនៅពេលដែលយើងងាកទៅងាកឡើងកម្រិតនៃការនេះគឺវាខុសច្រើនបាទក្នុងការបាញ់ខ្ញុំពេលយើងបាញ់ពី station ទី1ទៅ station ទៅកអរទី2ចឹងវានឹងមានបញ្ហាប៉ុន្តែនៅក្នុងនេះខ្ញុំអូខេយកតែម្ដងដើម្បីឲ្យដឹងអ
ថាយើងត្រូវធ្វើតទៅមួយទៀតប៉ុន្តែជាក់ស្ដែងនៅពេលដែលវាទិន្នន័យផលយើងឃើញធំចឹងយើងត្រូវការផ្ទៀងផ្ទាត់បាញ់ម្ដងទៀតប៉ុន្តែនៅក្នុងនេះបើសិនជាខ្ញុំបាញ់ទៀតក៏វាអត់ត្រឹមត្រូវល្អដែរដោយសារខ្ញុំទីតាំងម៉ាស៊ីនខ្ញុំឆត់បានត្រឹមត្រូវអញ្ចឹងនៅពេលដែលគ្នាធ្វើជាក់ស្ដែង EN ហ្នឹងយើងនៅពេលដែល calculate មកធ្វើឲ្យវាបានតូចបំផុតដែលយើងអាចធ្វើទៅបានបាទអញ្ចឹងខ្ញុំគិតថាខ្ញុំយកអូខេទៅបាទអូខេហើយខ្ញុំ yes បាទ yes ហើយម្ដងកន្លែងនេះគឺយើងអាចចូលធ្វើ yes មួយទៀតមកយើងចូលទៅ observation បាទអញ្ចឹងយើង observation មានន័យថាយើងចូលទៅវាស់វែងបានធម្មតាដូចពេលយើងធ្វើ back side អញ្ចឹងយើងចុច enter មកអញ្ចឹងពងវានឹង load តយើងបាទ BMT ពងតអញ្ចឹងនៅក្នុងពេលដែលយើងធ្វើ back side ហើយនឹងback side ហើយនឹង region ហ្នឹងគឺយើងត្រូវមើលពងរបស់យើងធ្វើឲ្យជាន់គ្នាបាទអញ្ចឹងបន្តមកទៀតយើងដូរពងមកជាន់គ្នាទៅយើងដូរ CD ទៅហើយយើងចាប់បានធ្វើការតទៀតបាទអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេបាទហើយវីដេអូក្រោយខ្ញុំនឹងនិយាយធ្វើពីរបៀបធ្វើ setting out បាទ setting out គឺធ្វើ setting out ក្នុងការឋានដើម្បីយកតន្ន័យពីក្នុងកុំព្យូទ័រដែលជាកណេយើងចូលទៅវាយនៅក្នុងការឋានជាក់ស្ដែងទីទូទៅការងារ setting out គឺធ្វើនៅលើការងារព្យឺបាទវាយព្យឺវាយច្រើនបាទអញ្ចឹងមានវីដេអូហ្នឹងវាមានតែប៉ុណ្្នឹងទេបាទសម្រាប់មានបញ្ហាយើងអាច comment សួរហើយនឹងចាំជួបនេះយើងនឹងនិយាយគ្នាម្ដងទៀតបាទវីដេអូនេះមានតែប៉ុណ្្នឹង